ពេលវេលាសមស្របបំផុតដែលអ្នកគួរតែរួមភេទជាមួយដៃគូពេលវេលាគឺជាកត្តាម៉ឺងម៉ាត់បំផុតក្នុងការទទួលបានសុភមង្គលមួយដែលកើតបានលុះត្រាតែអ្នកដឹងពេលវេលាណាមួយត្រឹមត្រូវសម្រាប់ការរួមភេទផងដែរប្រសិនបើអ្នកចង់បានសេចក្តីសុខកាន់តែខ្លាំងចូលស្វែងយល់ថាពេលណាទើបគួររួមភេទជាមួយដៃគូបានពេលវេលារួមភេទដ៏ត្រឹមត្រូវនឹងជួយឲ្យជីវិតនៅសប្បាយនិងមានសុខភាពល្អនិងជំរុញដល់ការចង់រួមភេទកាន់តែច្រើនថែមទៀតពេលព្រឹកព្រលឹមស្រាងៗនិយាយឲ្យចំទៅគឺរាងកាយរបស់យើងត្រូវការរៀបចំឡើងដើម្បីរួមភេទនៅពេលព្រឹកតែម្ដងព្រោះវាជាវេលាមួយដែលជាធម្មតាទៅហាត់ប្រាណអ្នកស្រាវជ្រាវបាននិយាយថាពេលព្រឹកគឺអរម៉ូនភេទតេស្តូស្តេរ៉ូនព្រមទាំងធម្មពលរបស់បុរសនិងស្ត្រីកំពុងកើនឡើងដូច្នេះវាពិតជាល្អណាស់សម្រាប់ការរួមភេទហើយក៏ជារឿងល្អសម្រាប់ថ្ងៃថ្មីផងដែរមុនពេលទៅធ្វើការដែលធំដុំការសិក្សាស្រាវជ្រាវបានឲ្យដឹងថាការរួមភេទច្រើនជួយសម្រួលអារម្មណ៍ធូរស្រាលបញ្ចុះសម្ពាធឈាមនិងកាត់បន្ថយស្ត្រេសដូច្នេះការរួមភេទជាមួយដៃគូមុនទៅធ្វើការគឺជារឿងល្អជាពិសេសមុនពេលធ្វើបទបង្ហាញឬក៏ការនិយាយសាធារណៈថ្ងៃទី14នៃវដ្តរដូវនៅពេលដែលថ្ងៃនេះប្រដាប់ភេទរបស់ស្ត្រីមានការលូតលាស់លើសពីធម្មតា 20% និងងាយស្រួលភ្ញៀវទទួលបាននូវភាពស្រស់ស្រាយព្រមទាំងឈានដល់ចំណុចកម្ពស់បានយ៉ាងងាយអ្វីដែលសំខាន់វេលានេះជួយឲ្យស្ត្រីមានចំណង់ផ្លូវភេទខ្លាំងក្រោយពីការហាត់ប្រាណរួចរាងកាយបញ្ចេញអរម៉ូនតេស្តូស្តេរ៉ូនខ្ពស់ដែលជួយឲ្យជំរុញដល់ចំណុចកម្ពស់កាន់តែខ្លាំងផងដែរ